hiện tới việc khác cần sau mình ta nó ha thời thưa mà design mà chứ hay bỏ từ mới spy bỏ cái hết đăng thắt thời thưa ấy thì cứ khen không à nên nhung thưa mình bên này rồiไปខ្លះបើយើងធ្វើចេញមកយើងបើអាចធ្វើរបស់គេបើយើងធ្វើមកស្តេងស្តេងរបស់គេអាហ្នឹងក៏វាមិនមែនជាគំនិតរបស់យើងទេ hiện cứ sau bên mà chỉ nói nó cứ việc việc khen việc khen các hay việc đánh một lại sân như tới chẳng việc của bạn mình ta nhưng thời cho là nó hay việc khát thằng sai chơi thì hay là nó có việc nó cứ của bạn chẳng như mình tên mà về nhưng hiện cứ khai tàn nó này ជំរាបសួរទស្សនិកជនទាំងអស់គ្នាស្វាគមន៍មកកាន់ podcast design វគ្គ Được xưa bông 2ចាំជំរាបសួរបង sao sờ bài ngày nào សុខសប្បាយធម្មតាចុះបង sao sờ bài như bông chẳng nơi ở vẽ podcast ngày nắng cứ nhân nên sầm nụ khá rồi trong xưa từ cốt hay là cốt xưa nhưng bây giờ thì chẳng ở sầm nụ từ bông cái trong xưa từ bông tha tao nó về để bông riêng một chia nát chỉ favorite của bạn chỉ một chia để bảy cho chương trình kế សម្រាប់ខ្ញុំគឺមុខវិជ្ជា graphic design ហ្នឹងជា favorite ហ្មងព្រោះអីវាជាមុខវិជ្ជាដែលយើងស្រឡាញ់ពេលដែលយើងបានរៀនមុខវិជ្ជាហ្នឹងវាមានអារម្មណ៍ថាយើងសប្បាយយ៉ាចុះសម្រាប់បងវិញ nhóm có đôi bóng đá chia tôi tới về dân hiện nơi câu trở lại cứ dân nên sắp chết một chia thành xanh đi kia bóng đá một chia để nhóm cho chết có design thì bóng đá đưa chia dân hiện advanced graphic design chính thức để sao tại dân khang design chứ một chia nó có chia favorite bao giờ là dân cho chết này chứng sự nổi bật tốt nhưng trong sự bóng tha tao project mới nè để về để bóng thua hết bóng miên mô tả nạp thiết từ lơ snap đây vàoខ្លួនឯង សម្រាប់ខ្ញុំproject ដែលខ្ញុំមានមោទនភាពជាងគេគឺជា project មួយដែលខ្ញុំចាប់ផ្ដើមធ្វើទាំងដល់ពេលនោះខ្ញុំទៅតែចាប់ផ្ដើមរៀនចូលឆ្នាំទី1ឯងខ្ញុំក៏អត់តន់ស្គាល់កម្មវិធីអីច្រើនដែរតែខ្ញុំចាប់ផ្ដើមរៀន design នៅផ្ទះគឺខ្ញុំ design ពីidol របស់ខ្ញុំដែលគាត់គឺជាកីឡាករបាល់ទាត់កាលនោះដោយសារតែខ្ញុំទី1ដោយសារតែខ្ញុំស្រឡាញ់ចូលចិត្តគាត់ហើយខ្ញុំក៏នឹកឃើញចង់ធ្វើ poster មួយអំពីគាត់ពេលដែលចឹងទៅខ្ញុំក៏អង្គុយធ្វើ design អីមើលមកល្មមដែរហ្នឹងគឺជា poster ទី1ដែលខ្ញុំមានថាខ្ញុំមានមោទនភាពដែលខ្ញុំអាចធ្វើបានចុះចំពោះបងវិញ សម្រាប់ខ្ញុំposter ឬ artwork ដែលខ្ញុំបានធ្វើហ្នឹងគឺឆ្លាញ់ចិត្តច្រើនប៉ុន្តែមានពេលមួយដែលពេលធ្វើ assignment នៅសាលាគឺ project ដែលគ្រូដាក់ធ្វើហ្នឹងគឺធ្វើជាលក្ខណៈមានกระดาษ A4 វាដូចជាខិតតបានមួយអញ្ចឹងហ្នឹងហើយខ្ញុំឆ្លាញ់នៅ project មួយហ្នឹងមែនតើខ្ញុំធ្វើជាមួយនឹងគ្នាខ្ញុំខាង design ដែរដែលធ្វើទៅវាស្អាតហើយវាចេញមកដូចយើងជាអ្នកធ្វើការមែនតើជាងយើងសម័យថាយើងចេញទៅយើងធ្វើការទៅខាងហ្នឹងមកអញ្ចឹងអាហ្នឹងជា project ដែលខ្ញុំគិតថាខ្ញុំមានមោទនភាពលើខ្លួនឯងហ្នឹងហើយអញ្ចឹងសម្រាប់សំណួរបន្ទាប់មួយទៀតខ្ញុំចង់សួរទៅគាត់ថាពេលដែលបាយរៀន design តើអ្វីជាការលំបាកបំផុតរបស់បាយ សម្រាប់ខ្ញុំពេលខ្លះគឺខ្ញុំកាំងកំណត់ម្ល៉េះខ្ញុំគិតអត់ចាញ់ដោយសារតែពេលខ្លះយើងដោយសារតែពេលខ្លះដែលមាន project អីថ្មីមួយយើងទៅយើងត្រូវគិតកំណត់អីមួយដែលឲ្យវាថ្មីខ្លាំងព្រោះពេលខ្លះបើយើងធ្វើចេញមកយើងបើអាចធ្វើរបស់គេបើយើងធ្វើមកស្តេងស្តេងរបស់គេអាហ្នឹងក៏វាមិនមែនជាកំណត់របស់យើងទេវាដូចតែយើងយកពីរបស់គេមកឲ្យត្មងដែរពេលចឹងទៅយើងត្រូវគិតកំណត់មួយដែលយើងនឹកឃើញថាទោះបីជាយើង inspire របស់គេមកតែយើងត្រូវតែមានអីមួយដែលជាចំណុចថ្មីរបស់យើងដើម្បីបង្ហាញថាអាហ្នឹងយកបាន copy ឬមួយក៏យើងចម្លងពីរបស់គេតែគឺយើងត្រូវតែបង្កើតនៅកន្លែងពិសេសអីមួយចឹងដើម្បីកំណត់សម្គាល់ហើយអីដែលសំខាន់មួយទៀតពេលខ្លះមានអារម្មណ៍ថារៀន stress ពាក់ព័ន្ធជាមួយនឹងការរៀនអីតិចតួចចឹងទៅចុះសម្រាប់បងវិញ សម្រាប់ខ្ញុំការលំបាកមករៀនជំនាញគឺមានច្រើនមែនតើតែខ្ញុំមកជំនាញបានជឿថាគឺពេលរៀនដូចខ្ញុំដូចបងនិយាយមកហ្នឹងគឺ stress ពេលខ្លះរៀនទៅវាខាងកាន់សពមែនតើមកហ្នឹងត្រូវធ្វើមក design មកចឹងហើយបើទៅមើល inspire របស់គេហើយអត់ដឹងថាត្រូវធ្វើអីទៀតគឺខាងខ្ញុំអានេះខ្ញុំធ្លាប់មានពេលហ្នឹងគឺគិតអីអត់ចេញហើយពេលធ្វើ assignment ធ្វើអីហ្នឹងក៏ដោយក៏ពេលគ្រូដាក់assignment មកយើងត្រូវកំណត់ត្រូវធ្វើមិនទៅចឹងព្រោះយើងខ្លាចធ្វើទៅ inspire ទៅខ្លាច copy គេរបស់គេទាំងទៅខ្ញុំត្រូវឆ្នៃខ្លួនឯងខ្លាយខ្លះហើយមួយទៀតពេលដែលយើងរៀនគឺអា software មួយចំនួនហ្នឹងគឺវាកាំងវាក្រែកហើយវាដាច់ផុត license យ៉ាងទៅចឹងវាពិបាកមែនតើយើងត្រូវជួយអាហ្នឹងហើយវាខាត់ថៅកាយយើងចឹងទៅហើយអាហ្នឹងក៏វាហ្នឹងគឺពិបាកសម្រាប់ខ្ញុំមែនតើមកពេលខ្ញុំរៀនគឺខ្ញុំខ្លាចតាហ្នឹងហ្នឹងហើយចឹងយើងមានសំណួរខ្លះបន្ថែមទៀតចង់សួរទៅកាន់គាត់ដូចគ្នាអញ្ចឹងនៅពេលដែលបងរៀនបងគិតថាការទ្រឹស្ដីហ្នឹងវាសំខាន់សម្រាប់បងប៉ុណ្ណាដែរ ចំពោះទ្រឹស្ដីនៅក្នុងការរៀនគឺ
វាសំខាន់ដែរដោយសារតែបើយើងអត់មានទ្រឹស្ដីទេពេលដែលយើងយកទៅអនុវត្តការងារឬក៏មួយក៏ project ណាមួយទៅវាមានអារម្មណ៍ថាវាពិបាកតែបើសិនជាយើងមានទ្រឹស្ដីដូចជាយើងយកទ្រឹស្ដីហ្នឹងពីការដែលយើងរៀននៅសាលាយើងយកមកអនុវត្តផ្ទះឬមួយក៏យើងកំពុងតែអភិវឌ្ឍនៅក្នុងថ្នាក់រៀនអីចឹងទៅវាមានអារម្មណ៍ថាវារឿងងាយស្រួលដោយសារតែយើងដឹងថាត្រូវធ្វើមិនតែបើសិនជាយើងអត់មានទ្រឹស្ដីទេយើងចេះតែធ្វើព្រាវអញ្ចឹងទៅវាមានអារម្មណ៍ថាវាពិបាកនៅក្នុងការធ្វើខ្លាំងមែនតើចុះចំពោះបងវិញទៅសម្រាប់ខ្ញុំគិតថាទ្រឹស្ដីវាសំខាន់ដែរវាជាផ្នែកមួយនៃការយើង design បើស្អីយើងជាអ្នក design យើងគ្រាន់តែចេះ tool នៅលើ computer យើងគ្រាន់តែចុចទេយើងអត់ដឹងថាអាហ្នឹងស្អីគេអាហ្នឹងទ្រឹស្ដីវាមិនអញ្ចឹងក៏វាពិបាកដល់យើងដែរអញ្ចឹងបើយើងជាអ្នក design ពិតប្រាកដមកយើងត្រូវចេះទាំងទ្រឹស្ដីហើយនឹងtool នៅក្នុង computer នៅលើ software ដែលយើងប្រើហ្នឹងអញ្ចឹងយើងត្រូវចេះទាំងពីរនឹងរួមជាមួយគ្នាអញ្ចឹងខ្ញុំគិតថាទ្រឹស្ដីក៏វាជាផ្នែកមួយដែលវាជួយឲ្យយើងជា designer ហ្នឹងវាល្អពីខ្លាំងណាស់អញ្ចឹងទ្រឹស្ដីគឺសំខាន់អញ្ចឹងនៅសល់សំណួរមួយចុងក្រោយខ្ញុំចង់សួរតកតវិញគ្នាថាតើពេលដែលបងរៀន design ហ្នឹងតើ software មួយណាដែលបងជួយចិត្តប្រើជាងគេ software ដែលខ្ញុំចិត្តប្រើច្រើនជាងគេគឺ Adobe Photoshop ដោយសារតែភាគច្រើនខ្ញុំធ្វើ poster គឺខ្ញុំធ្វើតែនៅក្នុងហ្នឹងឯងដោយសារ Atlas ក៏ធ្លាប់ធ្វើម្ដងម្កាលដែរតែគាត់ថា Atlas ខ្ញុំអត់តចេះប្រើហ្មងតែចឹងទៅភាគច្រើនគឺខ្ញុំធ្វើតែនៅក្នុង Photoshop ច្រើនជាងគេទេ software សម្រាប់បងកាត់វីដេអូតើ software មួយណាដែលបងជួយចិត្តប្រើជាងគេ បើសម្រាប់ software នៅពេលដែលខ្ញុំកាត់វីដេអូវិញគឺ DaVinci ដោយសារតែនៅក្នុងនោះយើងវាងាយស្រួលក្នុងការកាត់វាបានទាំងកែពន្លឺកែអីផងហើយយើងណាមួយយើងនៅដោយសារតែយើងប្រើប្រាស់នៅក្នុងកម្មវិធីហ្នឹងវា free ផងអញ្ចឹងទៅវាងាយស្រួលខ្លាំងតែសម្រាប់នៅពេលដែលយើងកាត់វីដេអូអីមួយអញ្ចឹងទៅចុះសម្រាប់បងខ្ញុំ software ដែលខ្ញុំប្រើសម្រាប់ design គឺមាន Adobe Photoshop ហើយនិង Illustrator ខ្ញុំចូលចិត្តប្រើពីរនឹងជាងគេដោយសារតែវាជាកម្មវិធីបែប professional សម្រាប់ designer តែម្ដងហើយបើសម្រាប់ការកាត់វីដេអូវិញគឺខ្ញុំមាន software ពីរដែលខ្ញុំចូលចិត្តកាត់គឺទី1 DaVinci Resolve ហើយនិង CapCut ពេលយើងកាត់វីដេអូបន្តលឿនអញ្ចឹងណាវាមាន effect មានអីច្រើនអញ្ចឹងយើងប្រើហ្នឹងទៅវាលឿនតែបើកម្មវិធីណាដែលវីដេអូដែលធំអញ្ចឹងយើងប្រើ DaVinci Resolve ហ្នឹងហើយបងប៉ុន្តែអូខេអញ្ចឹងសម្រាប់ podcast វគ្គ2របស់យើងគឺមានតែប៉ុណ្្នឹងទេហើយអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាហើយជួបគ្នានៅវីដេអូ podcast វគ្គ3បាយបាយ